សូមគោរពនិងជម្រាបសួរទៅដល់បងប្អូនប្រិយមិត្តទាំងអស់គ្នាដែលបានចូលមកស្ដាប់ក្នុង Channel 4 KH ដោយថ្ងៃនេះដែរគឺខ្ញុំទទួលបានសាច់រឿងមកពីអ៊ំប្រុសម្នាក់អ៊ំប្រុសហ្នឹងគឺគាត់បានចែករំលែកនៅសាច់រឿងរបស់គាត់មកកាន់ខ្ញុំដោយអ៊ំប្រុសហ្នឹងគឺគាត់បានទៅធ្វើការមួយកន្លែងដែលគាត់ហ្នឹងគឺទៅជួលបន្ទប់គេស្នាក់នៅដែរណាបងប្អូនអញ្ចឹងគឺគាត់នឹងទៅធ្វើការខាងសំណង់ដែរទេអញ្ចឹងគឺគាត់នឹងទៅជួលបន្ទប់ចំក្បែរនឹងគេធ្វើអាគារអញ្ចឹងណាហើយអញ្ចឹងមុននឹងចូលទៅស្ដាប់សាច់រឿងរបស់អ៊ំប្រុសគាត់ពេញនឹងតែម្ដងគឺសូមខន្តីនិងអភ័យទោសទៅដល់បងប្អូនទុកជាមុនបើសិនជាមានការនិយាយទៅលើសលួសឬក៏ពាក្យពេចន៍មិនសមរម្យនៅត្រង់ចំណុចណាមួយដែលចេតនាសូមបងប្អូនខន្តីនិងអភ័យអត់ទោសដល់ខ្ញុំផងហើយអញ្ចឹងយើងកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅស្ដាប់សាច់រឿងនឹងពេញតែម្ដងទៅដោយសាច់រឿងនេះដែរគឺខ្ញុំទទួលបានមកពីអ៊ំប្រុសម្នាក់ដែលអ៊ំប្រុសហ្នឹងគឺគាត់បានទៅប្រាប់ខ្ញុំថាគាត់នឹងគឺបានទៅធ្វើការនៅកន្លែងចិត្តការដ្ឋានមួយកន្លែងដែលគាត់នឹងគឺទៅនឹងគឺគាត់លក្ខណៈថាម៉ៅតពីមេគាត់ចឹងណាបងប្អូនប៉ុន្តែគាត់នឹងគឺទៅស្នាក់នៅមិនមែនស្នាក់នៅកន្លែងធ្វើការទេដោយគាត់នឹងគឺទៅស្នាក់នៅបន្ទប់ជួលដោយគាត់ទៅធ្វើនៅនោះបានប្រហែលជាមួយខែហើយរឿងនេះគឺថ្មីដែរទេបងប្អូនកាលពី2ខែមុនទេ2ខែមុននឹងដែរទេគាត់ចែករំលែកមកហ្នឹងអញ្ចឹងក៏អធិស្ឋានបងប្អូនផងដែរបើសិនជារៀងទាកអញ្ចឹងណាបងប្អូនហើយគាត់ថា2ខែហ្នឹងគាត់ទៅនៅបាន2ខែដែរហើយអញ្ចឹងគឺគាត់លក្ខណៈថាដេកពេលយប់ណាបងប្អូនម៉ោង10អញ្ចឹងគឺគាត់ដេកពងរលកស្រួលហើយណាមួយក៏គាត់ថ្ងៃហ្នឹងក៏ជួបលេងជាមួយនឹងមេរបស់គាត់ដែរដល់ពេលគាត់ជួបលេងជាមួយមេរបស់គាត់ហ្នឹងក៏គាត់នឹងមកបន្ទប់វិញហើយពេលដែលគាត់មកបន្ទប់វិញហ្នឹងណាក៏គាត់នឹងប្រាស់ខ្លួនដេកបានមកស្ទុះជាមួយនឹងប្រពន្ធគាត់ហ្នឹងណាអញ្ចឹងក៏គាត់ដេកជាមួយប្រពន្ធគាត់នឹងបានមកស្ទុះក៏លឺខេខាណាបងប្អូនដោយលក្ខណៈថាឆ្កែជាប់ឆ្អឹងកអញ្ចឹងណាគឺនៅខេខាហ្នឹងទៅបងប្អូនណាហើយមួយយប់ហ្នឹងគឺគាត់លឺខ្លាំងណាស់ខេខាហ្នឹងហើយក៏គាត់នឹងសឹងតែប្រើប្រពន្ធគាត់ហ្នឹងឲ្យទៅដេញឆ្កែអីចេញអញ្ចឹងណាព្រោះអីស្រែកថ្លង់គាត់ដេកគាត់បញ្ញាប់ដេកងើបឡើងទៅធ្វើការព្រឹកវិញណាឡើងទៅធ្វើការពីព្រឹកព្រលឹមវិញទៅប៉ុន្តែពេលនោះគាត់ថាគឺខេខាហ្នឹងគឺគាត់ចេះតែស្ងំដេកអញ្ចឹងទៅហើយប្រពន្ធគាត់ហ្នឹងក៏លឺដែរប៉ុន្តែគាត់ចេះតែស្ងំដេកអញ្ចឹងទៅហើយពេលដែលគាត់ស្ងំដេកអញ្ចឹងទៅក៏គាត់នឹងព្រឹកឡើងហើយពេលព្រឹកឡើងហ្នឹងគឺគេចាប់ផ្ដើមឈូឆមកណាបងប្អូនគេឈូឆថាមានបន្ទប់ចិត្តគាត់ហ្នឹងហើយនៅខាងក្រោយគាត់អញ្ចឹងណាបងប្អូនគឺនៅជួបគ្នាអញ្ចឹងគឺគាត់ហ្នឹងមកបន្ទប់ហើយទល់ក្រោយគ្នាណាបងប្អូនលក្ខណៈថាទល់គ្នាអញ្ចឹងណាទល់គូតបន្ទប់គ្នាហ្នឹងណាអញ្ចឹងគឺគាត់នឹងដេកមួយយប់ហ្នឹងស្អែកឡើងគឺលឺខេខាស្អែកឡើងគឺលឺខេខារហូតដល់គាត់នឹងទ្រាំនៅមិនបានអញ្ចឹងគឺគាត់មានតែឆ្ងល់ថាមានតែបន្ទប់នឹងហើយអញ្ចឹងណាដែលនៅវិញ្ញាណអីចឹងទៅនៅតែនឹងអញ្ចឹងក៏គាត់នឹងឈប់នៅក្នុងទៅដោយមានសលេងនឹងរំខានណាប៉ុន្តែគាត់នឹងគឺអត់ខ្លាចទេដោយសារអីដោយសារតែគាត់នឹងធ្លាប់បួសហើយគាត់ធ្លាប់បួសធ្លាប់រៀនធ្លាប់ឃើញធ្លាប់អីអញ្ចឹងគឺគាត់អត់ខ្លាចទេគាត់ថាមានសលេងអញ្ចឹងគឺរំខានគាត់ណាគាត់ងើបទៅធ្វើការហ្នឹងគឺអត់មានកម្លាំងមានកំហែងទៅធ្វើការទេហើយអញ្ចឹងពេលហ្នឹងគឺគាត់នឹងបានដូរទប់ដូរអីអញ្ចឹងទៅហើយអ្នកក្រោយគេទៅហ្នឹងក៏មិនដឹងជាយ៉ាងណាដែរណាបងប្អូនព្រោះអីតាហ្នឹងគឺថាអ្នកអត់ដឹងគឺអត់ដឹងដែរអញ្ចឹងណាបងប្អូនហើយអញ្ចឹងក្នុងសាច់រឿងនេះគឺខ្ញុំទទួលបានមកពីអ៊ំប្រុសតែប៉ុណ្ណឹងទេដោយគាត់បានចែករំលែកសាច់រឿងហ្នឹងហើយបងប្អូនស្ដាប់ទៅយល់ឃើញយ៉ាងណាទៅតាមការគូទៅដល់បងប្អូនហើយបើបងប្អូនចង់ចែករំលែកសាច់រឿងបងប្អូនក៏អាចចែករំលែកសាច់រឿងបានដែរដោយសាច់រឿងបងប្អូនជួបផ្ទាល់ឬក៏មានបញ្ហាអីចឹងណាបងប្អូនអាចចែករំលែកបានដោយ
Telegram នៅខាងក្រោមហើយអញ្ចឹងគឺក្នុងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយក៏អរគុណច្រើនទៅដល់បងប្អូនទាំងអស់គ្នាដែលបានចូលមកស្ដាប់ក្នុងសេរីរឿងខ្លីនេះផងដែរហើយអញ្ចឹងគឺខ្ញុំសូមគោរពនិងជម្រាបលាទៅដល់បងប្អូនទាំងអស់គ្នាជួបគ្នានៅសាច់រឿងក្រោយៗទៀត